trong bạn trong chui ra thư để đã tôi là cuốn nó tôi vì cho Excel chẳng rồi những việc tiền này đấy thì việc tôi việc hai mươi hai đặc biệt từ bắt tranh dòng từ hỏi ngày này chọn vừa nơi Excel rồi cái chọn vừa nơi Google Sheet thưa nó Excel 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 ở Google Sheet đi bỏ đôi thì bạn vừa Excel đây nhưng ơi anh thích làm gì biết ôi bà anti gravity thôi áo à nó miễn ấy của bạn can mà sưu thì đấy tranh tranh một ram after này ok lấy cho mới nhung ao biết thôi ơi ok lấy nhung bà ta lấy tẹt tao nhung ca như Excel là lấy nhung xong mà ba vùng cái chỗ priority cho lấy Excel bà lấy bông bắt mà nhút đi sân cho khang bông đi loan này thì đi dân ho này chẳng hay chỉ mai khang bông miền Tây Hàn tịch bà chẳng là nhung châu ca như Excel bạn tích cho lấy nhung ai Excel ខ្ញុំឲ្យ generate ថ្មីតែម្ដងបាទអញ្ចឹងខ្ញុំដាក់ថា Excel មួយហ្នឹងឥឡូវតើតើនឹងការបង្កើតកម្មវិធី Excel ថ្មីដែលយើងអត់មានអីសោះឧទាហរណ៍ថាឥឡូវខ្ញុំយកបន្ទុកសិស្សចុះបាទដោយសារយើងទាំងអស់គ្នាសិតតែធ្លាប់មិនមែនជាគ្រូក៏យើងធ្លាប់ឆ្លងកាត់នៅជាសិស្សដែរអញ្ចឹងយើងយល់ច្រើនទាំងអស់គ្នាមកតើតើបន្ទុកសិស្សបើចឹងបន្ទុកសិស្សយើងមានខែមករាទៅដល់ខែ12នៅចឹងនៅក្នុងនេះយើងអត់ពិបាកទេយើងឲ្យ anti gravity នឹងធ្វើតែម្ដងទៅទីមួយយើងឲ្យធ្វើតែមួយខែហើយយើងឲ្យវារៀបចំទាំង12ខែតែម្ដងបាទអញ្ចឹងរបៀបដែលយើងសរសេរប្រយើងមិនបាច់ខ្វល់អីទេទីមួយយើងទៅប្រាប់គោលបំណងរបស់វាហើយគោលបំណងទៅ AI នឹងតែម្ដងបាទមិនបាច់ទៅសេលក្ខណៈទេដោយសារឥឡូវវាឆ្លាតច្រើនអញ្ចឹងយើងដាក់ថាម៉េចដាក់ថាជួយបង្កើតកម្មវិធីបូកបន្ទុកជា Excel គឺប្រាប់អញ្ចឹងទៅបាទជា Excel សម្រាប់អញ្ចឹងយើងដឹងបន្ទុកយើងប្រើគោលដៅសម្រាប់ថ្នាក់ណាបាទឥឡូវឧបមាថាខ្ញុំប្រើសម្រាប់ថ្នាក់បឋមសិក្សាអញ្ចឹងបាទឥឡូវខ្ញុំដាក់សម្រាប់ថ្នាក់បឋមសិក្សាតែមានចំនួនប្រមាណឥឡូវខ្ញុំដាក់ថា15មុខវិជ្ជាអញ្ចឹងបាទហើយជាក់ស្ដែងយើងបត់បែនតាមហ្នឹងទេណាសំខាន់យើងត្រូវដឹងការងារដែលយើងចង់ធ្វើនោះឲ្យស៊ីជម្រៅសិនបាទដឹងថាការងារដែលយើងធ្វើហ្នឹងបន្ទុកមានប្រមាណបាទបន្ទុកនីមួយបន្ទុក maximum បន្ទុកពេញវាធ្វើប្រមាណតោះតែយើងដឹងអស់ហ្នឹងណាហើយបានអាចយើងបង្កើតកម្មវិធីនឹងចេញតែបើសិនជានៅក្នុងការងារយើងរាល់ថ្ងៃអាហ្នឹងដឹងតែយើងដឹងហើយបាទព្រោះវាជាការងារដែលយើងធ្លាប់ធ្វើអាហ្នឹងយើងច្បាស់បាទឥឡូវខ្ញុំគ្រាន់តែបញ្ជាក់ប៉ុណ្ណឹងទេខ្ញុំថាមាន15មុខវិជ្ជាបើយើងអាចបញ្ជាក់វាឲ្យច្បាស់ទេវាធ្វើឲ្យទៀតបាទ15ហ្នឹងមានអីខ្លះបាទគណិតរូបគីមីជីវៈអញ្ចឹងតែខ្ញុំអត់ចង់ឲ្យខាតម៉ោងទេខ្ញុំឲ្យវាបំពេញតែចៃដន្យចាចាំខ្ញុំដូរតាមក្រោយក៏បានដែរបើអញ្ចឹងខ្ញុំនឹងប្រាប់វាទៀតថារៀបចំចំនួនជួយខ្ញុំឲ្យវាធ្វើឲ្យមួយសិនចុះសូមធ្វើគំរូមួយស៊ីតគំរូសម្រាប់ខែឥឡូវខែវិច្ឆិកាមុនចុះដោយសារយើងចូលរៀនគឺខែវិច្ឆិកាមុនគេបាទសម្រាប់ខែវិច្ឆិកាអញ្ចឹងយើងប្រមូលគំនិតទៀតឥឡូវយើងតាមឥឡូវបន្ទុក
បោកមិនបាទប្រព័ន្ធហ្នឹងបង្កប់ជាវាឆ្ងល់ដែលយើងបោកមិនគិតនៅទេស AEC ឬក៏នៅទេសល្អមធ្យមឬក៏យ៉ាងម៉េចបាទឥឡូវអាស្រ័យលើភាពបត់បែនរបស់យើងទេហើយបើសិនយើងអត់តនេះយើងចង់មើលការងារវាហើយចាំយើងសម្រេចចិត្តភាសាទៀតក៏បានដែរបាទឥឡូវខ្ញុំទៅសេប្រប៉ុណ្ណេះគឺជាប្រមួយដែលអត់សូវល្អទេបាទវាខ្វះខាតវាខ្លីមែនតើប៉ុន្តែយើងអាចកែតាមក្រោយបានទៀតនៅពេលដែលយើងចូលទៅលទ្ធផលប៉ុន្តែបើយើងស្ដោតការងារនេះច្បាស់ហើយយើងសរសេរប្រងតែម្ដងគឺជោគជ័យឥឡូវខ្ញុំសរសេរបានប៉ុណ្ណឹងយើងចាំមើលលទ្ធផលវាធ្វើឲ្យយ៉ាងម៉េចនៅពេលដែលបងបានមួយហើយបងគិតថាត្រូវហើយណាជាងយើងចាប់ផ្ដើមមកវារៀបចំប្របែកស៊ីតចំនួនប្រហែល12អីចឹងទៅបាទប៉ុណ្ណឹងវាធ្វើឲ្យហើយអត់ពិបាកធ្វើទេហើយបើសិនជាបញ្ហាតកតងនឹងការចម្លងទិន្នន័យចម្លងរបាយការណ៍សង្ខេបអីហ្នឹងអាហ្នឹងក៏យើងប្រើតាមវិធីសាស្ត្រហ្នឹងដែរបាទប្រើដូចគ្នាហើយការងារនេះអត់ពិបាកទេចុចពណ៌ខៀវរហូតហ្នឹងបាទបងមានបញ្ហាអីទេបងអាចជួបបានណាបើសិនខ្ញុំកំពុងដដែលខ្ញុំចុចបដាខ្ញុំអាចឆ្លើយសំណួរបានបដាអត់អីទេបងប្អូនគ្នាណាអីយើងចង់ខ្ញុំចូលទៅនឹង Google Form ចំណេញចូលទៅកាន់ Google Sheet ហើយយើងនឹងយកទិន្នន័យហ្នឹងទៅប្រើប្រព័ន្ធឆ្លងហ្វាល់មួយទៀតបាទអូខេឥឡូវបាទវាចេញហើយចឹងកណាវាចេញប៉ុណ្ណេះគឺ Excel វិញគឺរួចហើយឥឡូវខ្ញុំចូលឆែកមើលការងារហ្នឹងបន្តិចបាទ Excel មិញខ្ញុំដាក់ Excel 1 អូខេ Excel 1បាទអញ្ចឹងយើងឃើញថាវាធ្វើបានមួយស៊ីតទេនេះបាទហើយយើងអត់ដឹងថាកម្មវិធីហ្នឹងត្រូវឬខុសទេអញ្ចឹងដោយសារអត់មានបន្ទុកគំរូទេអញ្ចឹងយើងគួរធ្វើម៉េចយើងឲ្យវាដាក់ទិន្នន័យបញ្ចូលទៅក៏បានដែរបាទយើងទៅបញ្ជា anti gravity ហ្នឹងថាដាក់ទិន្នន័យសិស្សបាទដើម្បីតេស្តកន្លែងហ្នឹងណាអាហ្នឹងយើងអាចបត់បានតាមនឹងបានហើយបើសិនក្បាលខាងលើបងចង់ដាក់ជាសាលាចង់ដាក់ជាអីក៏បានដែរប៉ុន្តែជាធម្មតាការធ្វើ Excel ហ្នឹងដើម្បីឲ្យចំណេញពេកយើងគួរតែ design ខ្លួនឯងអញ្ចឹងទៅឲ្យចាំបោះអាហ្នឹងទៅឲ្យ AI ដើម្បីឲ្យវាកែរូបមន្តទៅលឿនជាងបាទលឿនជាងអ្វីដែលយើងដាក់ឲ្យវាធ្វើទាំងមូលអញ្ចឹងហើយដូចខែចេះខ្ញុំចង់ដាក់ឲ្យបាន12ខែបាទខ្ញុំគាត់បတ်ទៅខ្ញុំដាក់ប្រាប់វាទៅបាទខ្ញុំទៅបញ្ជាបាទបញ្ជា anti gravity ហ្នឹងឥឡូវខ្ញុំបတ်បន្តិចខ្ញុំចូល anti gravity ខ្ញុំដាក់ថាសូមដាក់ឈ្មោះសិស្សនិងដាក់បន្ទុកដើម្បីតេស្តដើម្បីខ្ញុំបាទតេស្តរួចបំបែកស៊ីតជាស៊ីតឲ្យបានគ្រប់ខែអាហ្នឹងតើតងបន្ទុកខ្ញុំប្រើប្រជាប្រមបែបហ្នឹងខ្ញុំប្រើពាក្យគ្រប់ខែបាទប៉ុន្តែបើបងប្រើលក្ខណៈជាភូមិឃុំវិញខ្ញុំមកថាបងចង់បានភូមិកមួយស៊ីតភូមិខស៊ីតទី2ភូមិកស៊ីតទី3ចឹងទៅបងអាចបញ្ជាទៅដាក់ថាសូមបំបែកស៊ីតទាំងនេះទៅជាឈ្មោះបាទភូមិ A B C D E F G ចឹងទៅបាទចឹងយើងបត់បែនទៅតាមគោលដៅនិងគោលបំណងដែលយើងត្រូវការបាទព្រោះអានេះខ្ញុំចង់កំណត់ជាខែចឹងខ្ញុំបញ្ជាក់បែបហ្នឹងទៅវានឹងដឹងហើយព្រោះខ្ញុំមិនបាច់បញ្ជាក់ខែមករាកុម្ភៈទេដោយសារទូទៅវាដឹងថាខែយើងមាន12ខែប៉ុន្តែបើការងារយើងមិនមែនជាខែមិនមែនជាសប្តាហ៍ទេអាហ្នឹងវាអត់ដឹងទេតើយើងបញ្ជាក់ឲ្យច្បាស់ជាងនឹងទៀតបាទមានតែប៉ុណ្្នឹងទេបងងាយហើយ
យើងអាចបង្កើតជាក្រាបវិភាគទៀតក៏បានដែរបាទនៅក្នុង NT ក្រាបវិធីហ្នឹងគឺវាឆ្លាតគួរសមបាទអានេះគេហៅ dashboard ណាបងហើយ dashboard ហ្នឹងយើងធ្វើនៅក្នុង Excel អញ្ចឹងកុំធ្វើវានៅក្នុង HTML ព្រោះ Excel កាលណា HTML វាអត់ស្គាល់ទេតោះតែបើកបាននៅក្នុងម៉ាស៊ីនរបស់យើងទេណាបើសិនជា Google Sheet អាហ្នឹងអត់អីទេបាទវាស្គាល់យើងបោះតែ link ទៅយើង update ទិន្នន័យចឹងអាហ្នឹងអូតូ5នាទីអូតូ update ម្ដងហ្នឹង Google Sheet បាទអញ្ចឹងឥឡូវការងារយើងទៅឆែកមើលទៀតបាទអញ្ចឹងវាបាន update ហើយអបាទបង្កើត file ទី2 file ទី1យើងអាចលុបចេញបានអញ្ចឹងយើងឃើញដាក់បន្ទុកឲ្យបាទហើយបន្តទៀតបើសិនជាយើងចង់បានឥឡូវចំណាត់ថ្នាក់ចង់បានពណ៌ក្រហមបាទចង់បាននិទេសអីទៀតបាទយើងអាចទៅបញ្ជាប្រាប់វាតាមក្រោយទៀតបានណាអញ្ចឹងស្រួលបញ្ជា AI បាទស្រួលប្រើអានេះបើសិនជាយើងប្រើបុគ្គលិកប្រើអីវាអាហ្នឹងគេអត់ធ្វើឲ្យទេបាទម្ដងយើងប្រាប់គេអត់ច្បាស់អញ្ចឹងគេអត់ចង់ធ្វើឲ្យទេបាទ AI នេះប្រើមកស្រឡាញ់ចឹងអានេះប្រយោជន៍ដែរពេលខ្លះយើងចាយលុយតិចតួចតែលទ្ធផលយើងប្រើបានច្រើនជាងយើងប្រើមនុស្សទៀតបាទហើយមានតែប៉ុណ្្នឹងទេបងហើយតកតងការធ្វើចម្លងជារបាយការណ៍សាមុនខ្ញុំមានបងក៏សួរដែរថាឃើញខ្ញុំចម្លងរបាយការណ៍ចម្លងមិនបាទយើងបញ្ជា AI ចឹងដដែលហ្នឹងបាទឧទាហរណ៍យើងមាន file មួយទៀតមកគេចង់បានតាសិស្សណាខ្លះដែលបាននិទេស A អញ្ចឹងយើងបញ្ជាឲ្យ AI នេះស្រង់មកបាទឧទាហរណ៍មួយខែរបស់នេះបាទមានសិស្សទទួលបាននិទេស A និទេស B និទេស C បាទអញ្ចឹងយើងអាចបាត់បាទខ្ញុំដាក់ទេតាមលេខយើងចាប់បង្កើតទាំងវាបងអូបើបង្កើតអញ្ចឹងបង្កើតអត់ការការបង្កើតឲ្យបានហ្នឹងធ្វើនៅក្នុង Google Sheet បង Google Sheet អត់បានបងចឹងខ្ញុំឲ្យអានទីក្រៅទីហ្នឹងវាបង្កើតអត់ធ្វើចេះអូបងចង់បានប៉ុណ្ណឹងអាហ្នឹងធ្វើអត់ការទៅ Excel កម្រិតតាមពិត Excel និង Google Sheet អត្ថប្រយោជន៍ផ្សេងៗគ្នាបើ Excel គឺអាចទាញពី database ទាញអីបានតែតាមអ្វីដែលខ្ញុំប្រើរាល់ដងខ្ញុំគិតថា Google Sheet ខ្លាំងជាង Excel ហើយប្រើអត់បង់លុយទៀតបាទអត់មាន license មានអីទេគាត់ថាភាគច្រើនបើយើងប្រើនៅក្នុងអង្គភាពរបស់យើងអត់សូវមានអ្នកចេះប្រើទេបាទគាត់ចេះប្រើតែ Excel អញ្ចឹងអាហ្នឹងវាជាបញ្ហាមួយដែរបាទឥឡូវមិញខ្ញុំសុំប៉ុណ្ណឹងចឹងខ្ញុំចាប់ឲ្យដើមមកសួរសំណួរម្ដងឥឡូវមានបញ្ហាអីទាក់ទងនឹងអ្វីដែលយើងរំលឹកនឹងបន្តិចហ្នឹងអញតារាងកណ្ដាលហ្នឹងបើសិនជាយើងចំណាត់ថាយើងត្រូវព្រីនបិទមកក្រៅឬបិទផ្សាយហ្នឹងក៏វាលើហើយមួយទៀតនោះមិនអូហ្នឹងយើងបញ្ជាវាទៀតចឹងណាយើងថាឥឡូវខ្ញុំមានលទ្ធផលតារាងបែបនេះសូមជួយព្រីនជួយអីចឹងណាឥឡូវចាំមើលតយើងមានគំរូឲ្យមើលបានលឿនឥឡូវខ្ញុំជិបឲ្យវាធ្វើដោយចៃដន្យបានហើយប៉ុន្តែបើយើងភាគច្រើនយើងតែងតែមានគំរូតារាងនឹងស្រាប់ហើយបាទហើយយើងបញ្ជាក់វាទៅថាសូមបង្កើតមុខងារសម្រាប់ព្រីនបិទជារបាយការណ៍ដែលមានទម្រង់បែបនេះបាទបែបនេះហ្នឹងគឺធ្វើម៉េចមកបោះនេះណាបោះ Excel ដែលមានទម្រង់ហ្នឹងឲ្យវាមើលទៅលឿនជាងឬក៏មាន PDF បោះ PDF ចឹងទៅបាទវានឹងច្រឡំតាមតែអ្វីដែលល្អគឺបោះ Excel ចឹងវានឹងបោកផ្សេងទៀតហើយទាំងជាទៅការងារសាលាទីច្រើនតារាងចំណាត់ថ្នាក់នឹងបញ្ចូលបន្ទុកហើយនឹងតារាងចំណាត់ថ្នាក់បាទតារាងទៅយូរហ្នឹងជាប្រចាំត្រូវការងារប៉ុណ្ណឹងហើយពីច្រើនខ្ញុំធ្វើតាម Google Sheet ល្អជាងការងារតាក់ទងនឹងសាលារៀនតាក់ទងនឹងបន្ទុកប្រើ Google Sheet តែឥឡូវខ្ញុំ
បដូរមកកាន់ app យ៉ាងណាក៏នៅតែប្រើ Google Sheet ដដែលបាទដោយសារធ្លាប់ប្រើហ្នឹងហើយវាចេះតែស្រួលអត់ចេះបាត់ទិន្នន័យយើងនោះនេះចាំមើលតាក់ទងនឹង Google Sheet ដែលខ្ញុំប្រើបែបនេះហើយបងប្អូនអាចជាក្រុមសំខាន់ទីមួយយើងរចនាតារាងសិនរចនាតារាងនៅក្នុង Excel ក៏បានក្នុងអីក៏បានយើងបោះទៅឲ្យ AI នឹងមើលវានឹងធ្វើឲ្យយើងហើយបាទពួកបើយើងបញ្ជាវាតែម្ដងមិននិយាយទេតើយើងរចនាទៅលឿនជាងបញ្ជាតែឥឡូវយើងមានអានេះធ្វើតាមដែរបាទเป็นจริงๆกูthôiเคยบอกcái mình trong cloud bỏ lọc lưu hiệu nó giờ bỏ AI ở việc cài được một đồng ý nó ban luôn đó mình thấy mình chọn cầu là thấy luôn វាអត់ជាប់កោទេអាហ្នឹងមកថាយើងឃើញតារាងកិត្តិយសប៉ុណ្ណេះប៉ុន្តែតកតងតារាងកិត្តិយសនេះក៏វាធ្វើអត់ចេញដែរដោយសារនេះយើងត្រូវដាក់រូបភាពយើងអេតដៃដាក់ចូលណាប៉ុន្តែវាអត់សំខាន់ទេអាហ្នឹងសំខាន់នេះរូបមន្តនេះបាទរូបមន្តហ្នឹងអាហ្នឹងវាចាត់ចែងឲ្យណាហើយរូបភាពយើងដាក់ចូលដៃដោយខ្លួនឯងតិចតួចទៅបាទដោយហត្ថលេខាដោយអីនេះអានេះវាមានរូបមន្តរបស់វាគេរូបមន្តវាចាប់មិននេះអញ្ចឹងកន្លែងហ្នឹងគឺជាអ្វីដែលយើងត្រូវបញ្ជាពី AI ដែលថាហត្ថលេខាគ្រូត្រូវចាប់ចេញពីស៊ីតណាទៅស៊ីតណាហើយខ្ញុំគួរប្រើវិធីសាស្ត្រណាយើងសួរវាវិញបាទហើយ AI នឹងចាប់ផ្ដើមប្រាប់ផ្លូវយើងហើយព្រោះប្រព័ន្ធនេះខ្ញុំប្រើ40ថ្នាក់អញ្ចឹងនៅពេលដែលខ្ញុំរើសថ្នាក់ខ្ញុំចង់ឲ្យហត្ថលេខាគឺវាអូតូដូដែរបាទអត់ឲ្យយើងពិបាកទៅអង្គុយឲ្យគ្រូសញ្ញាទេបាទអញ្ចឹងអាហ្នឹងហត្ថលេខារូបថតអីគឺវារស់ទៅតាមអ្វីទិន្នន័យដែលយើងដូរបាទអញ្ចឹងអាហ្នឹងគេធ្វើបានណាហើយ AI ជួយបានទាំងអស់បងអត់ពិបាកទេហើយសំខាន់យើងចេះបញ្ជាវាអត់បាទចេះប្រើវាអត់ប៉ុណ្ណឹងតែការបញ្យល់ AI ស្រួលបញ្យល់ជាយើងបញ្យល់ទៅមនុស្សទៀតបាទបញ្យល់ល្មមបញ្យល់ហើយបើសិនតែបញ្យល់អត់យល់ទេបងគូរូបតំណាងឬក៏ធ្វើជាអីមួយគំរូតិចជាគំនូណាវាអាចធ្វើបានហើយវានឹងយល់បានរូបទៅទៅ Google Sheet ហ្នឹងបើសិនមកយើងបានជាលទ្ធផលឲ្យយើងធ្វើជាមួយ AI ក្នុង Google Sheet ហ្នឹងហើយយើងចង់យកវាមកប្រើជាមួយ Excel ក៏បានដែរយើង copy វាមកប្រើ Excel បានប្រើតែមួយចំនួនរូបមន្តមួយចំនួនអត់ដែរទេបងដូចជារូបមន្ត import នេះអត់ដែរទេ import នេះជារូបមន្តមួយគេហៅថារូបមន្តឆ្លង file មានន័យថាឧបមាថាខ្ញុំមាន file 10 20ទៅខ្ញុំចង់បញ្ចូលនៅក្នុងមួយ file អាហ្នឹងគឺខ្ញុំប្រើ import ហ្នឹងបាទអញ្ចឹងនៅក្នុង Excel អត់មានទេ import បាទប្រើរូបមន្តហ្នឹងរូបមន្ត import ហ្នឹងទាំងរូបមន្ត import ហ្នឹងបានឃើញចាប់ពីនេះផ្សេងហើយទៅតែមកផ្ទះបាទត្រូវខ្ញុំចាប់មកផ្ទះហើយមាននេះដូចខ្ញុំមួយខែ2ខែខែ1ខែ2ខែដល់ខែ12នេះសិត import ទាំងអស់ហើយយើង import ទៅយើងដូរយើងឆ្នៃហ្នឹងហើយឧបមាថានេះខ្ញុំក៏ដូរខែធ្នូទៅជាខែកុម្ភៈវិញចាប់ផ្ដើម link ខាងក្រោមវាដូរបាទវាដូរទៅ import វាក៏ដូរតាមគ្នាអញ្ចឹងដែរហើយអត់ប្រវត្តិធ្វើទេសំខាន់យើងចេះឆ្នៃប្រឌិតយើងចេះសួរ AI ចេះបង្កើតអ្វីដែលយើងចង់បានទៅនឹងចេញលទ្ធផលខ្លាចយើងវារកអត់ចេញតែយើងចង់បានអីទៀតបាទចូលទៅ Google Sheet ហ្នឹងវាចង់វាបាត់ភាពតែទិន្នន័យវាបាត់ភាពអត់អីទេទិន្នន័យសុវត្ថិភាពល្អហើយមួយទៀតយើងអាច share ឲ្យក្រុមការងារយើងជួយធ្វើគ្នាបានអញ្ចឹងបងបើនិយាយពីសុវត្ថិភាពវិញយើងល្អជាង Excel ទៅព្រោះ Excel កាលណាម៉ាស៊ីនកុំព្យូទ័របងខូចឬបាត់អាហ្នឹងទឹកភ្នែកឯងបើ Google Sheet នេះកុំឲ្យតែបងខូច email ណាបើខូច email អាហ្នឹងយើង
ក៏ទឹកភ្នែកដែរប៉ុន្តែវិធីសាស្ត្របើឯកសារសំខាន់នៅក្នុង folder ហ្នឹងយើងត្រូវ add editor 3-4 នាក់អីចឹងទៅយើងបើខូចមួយក៏នៅមានអ្នកផ្សេងអាចយកចូលយកបានដែរបងធ្លាប់ប្រើតាក់ទង add បែបហ្នឹងណា add email ឲ្យគេចូលជួយធ្វើទេអត់ទេគ្រូតាក់ទងគឺទីហ្នឹងអត់ដែលប្រើដែលធ្វើទេធ្វើតែ Excel ការងារធ្វើតែ Excel បាទអញ្ចឹងជាក់ទៀតអញ្ចឹង Google Sheet ហ្នឹងយើងអាចប្រើមក Excel ក៏បានដែរលែងតែរូបមន្តមួយនេះមានទេណាគ្រូណាអញ្ចឹងក្រៅពីហ្នឹងយើងអាចយកមកផាសមកត្រូវជាមួយនឹង Excel បានតែក៏សិស្សដូចគ្នាបាទមុន10% ទៀត Google Sheet មាន Excel អត់មានបាទអញ្ចឹងវាពិបាកដែរប៉ុន្តែបើបងប្រើយកបងបកបើនេះបងបោះឲ្យសិនប្រាប់វាថានេះហ្វាល់នេះខ្ញុំទើបតែ download ចេញពី Google Sheet សូមអ្នកជួយរៀបចំប្រមូលម្ដងទៀតដើម្បីត្រូវជាមួយ Excel តែអញ្ចឹងខ្ញុំយល់ហើយថារូបមន្តណាដែល Excel មានរូបមន្តណាដែល Google Sheet អត់មានណាវានឹងធ្វើឲ្យបាទប៉ុន្តែបងប្រើនៅក្នុងGoogle Sheet នេះល្អចំណេញជាងដោយសារអីឧបមាថាខ្ញុំមាន file នេះមួយខ្ញុំចង់ឲ្យក្រុមការងារគាត់បំពេញទិន្នន័យយើងមិនចាំបាច់បើ Excel បងត្រូវ copy ទិន្នន័យឧបមាថាចង់ឲ្យមនុស្ស30នាក់បំពេញបងបោះ file 30ទៅមនុស្ស30នាក់ហើយបងមកអង្គុយបញ្ចូលភាសាទៀតវេទនាវិញណាបើបែបនេះវិញអត់ទេណាខ្ញុំគាត់ add email នៅកន្លែង share នេះបាទកន្លែង share ខ្ញុំ email នៅកន្លែង add នេះគឺខ្ញុំ add email ចូលបាទ add ទៅបាទនេះគឺ copy email ដែលយើងចង់ឲ្យវាយនេះឃើញនេះជើងខ្ញុំដាក់គាត់ជា editor ហ្នឹងមានន័យថាគាត់អាចមើលបានណាហើយកន្លែង add នេះខាងលើនេះអញ្ចឹងរាល់ editor ដែលខ្ញុំបាន add នេះគាត់អាចចូលទៅកាន់បន្ទុកទាំងអស់ហ្នឹងគាត់អាចវាយទិន្នន័យដែលខ្ញុំឲ្យវាយគឺវាយបានតែប៉ុណ្្នឹងឯងក្រៅពីនេះខ្ញុំចាក់សោហើយណាយើងបានរៀនហើយមេរៀនថ្ងៃទី2គឺការចាក់សោ sheet protect sheet បាទអញ្ចឹង editor តែវាយបានតែប៉ុណ្្នឹងគត់នេះកន្លែងដែលខ្ញុំឲ្យវាយតែប៉ុណ្្នឹងឯងបាទអញ្ចឹងយើង20 30នាក់ឯងគាត់វាយតែ file តែមួយហ្នឹងទេអញ្ចឹងវាអត់ពិបាកមានបញ្ហា error បញ្ហាដែលយើងខាតពេលអីទេនេះអញ្ចឹងស្រួលមែនតើហើយនៅពេលដែលគាត់វាយទិន្នន័យនឹងចប់ហើយទិន្នន័យនោះយើងចាប់ផ្ដើមយកវាទៅប្រើប្រាស់បាទយើងយកមិចទាំង20 30ប៉ាល់នឹងចូលគ្នាក៏បានដែរហើយនឹងចំណេះដឹងបន្តទៀតយើងអាចស្រាវជ្រាវបានទៀតទេគ្រាន់តែយើងឲ្យដឹងថាប្រយោជន៍របស់វាយ៉ាងម៉េចបាទឥឡូវខ្ញុំសូម slash ហ្នឹងតិចសិនណាឥឡូវយើងចូលមេរៀនយើងតែម្ដងបងតាឥឡូវសូមចូលមេរៀនយើងតិចចាស់តែឥឡូវយើងចូល Anti-Gravity ទាំងអស់គ្នាហើយថ្ងៃនេះយើងចង់ធ្វើជាលក្ខណៈ Google Sheet សំដៅ Google Form បាទបងចេះបែបកែ Google Form ដោយ auto run code នៅគេតែ create នៅក្នុង platform វា create នៅ platform វាឥឡូវយើងយក code នៅ Anti-Gravity នេះតម្ងទៅណាតោះឥឡូវចូល Anti-Gravity ដល់គ្នាបង add folder មួយហើយដាក់ឈ្មោះថា Google Form ចឹងណា Google នេះយើងនឹងរៀន Google Form ហើយនឹងយកទិន្នន័យនេះទៅប្រើប្រាស់បាទបងសរសេរនៅក្នុង folder មួយនៅក្នុង Anti-Gravity ដាក់ថា Google Form ណាដើម្បីចំណាំអូខេឥឡូវយើងចាប់ផ្ដើមទាញវាចូលទៅកាន់ Anti-Gravity បាទទាញចូលមកបាទឥឡូវគោលដៅយើងចង់បានអីមួយឥឡូវឧទាហរណ៍តាមពិតបើកន្លែងការងារយើងដឹងទេប៉ុន្តែឥឡូវយើងរៀនខ្ញុំចង់បានជាឧទាហរណ៍ការប្រម៉ូទិន្នន័យអីមួយចុះបាទឥឡូវខ្ញុំដាក់ថាមកខ្ញុំចង់បានបាទអញ្ចឹងយើងប្រាប់មូលហេតុនេះសិនបាទអញ្ចឹងដាក់ខ្ញុំជាមន្ត្រីយើងប្រាប់វាទៅជាមន្ត្រីកសិកម្មឥឡូវខ្ញុំចង់ឲ្យវាប្រម៉ូទិន្នន័យកសិកម្មចុះបាទជាមន្ត្រីកសិកម្មខ្ញុំចង់សិក្សាស្រាវជ្រាវ
អំពីតម្លៃស្រូវបងអាចធ្វើដូចគ្នាក៏បានដែរបាទសរសេរព្រមដូចគ្នាហ្មងទៅបាទខ្ញុំចង់សិក្សាស្រាវជ្រាវអំពីតម្លៃស្រូវចំនួន5ប្រភេទ5ប្រភេទចឹងប្រភេទខ្ញុំអាចដាក់ប្រភេទ A B C D ចុះបាទដោយសារខ្ញុំយើងអត់ចង់សរសេរច្រើនបាទប្រភេទ A B C D E ចំនួនបាទឥឡូវយើងថាចុះ survey នេះចំនួន10ខេត្តទេបាទ10ខេត្តយើងយក10ខេត្តទៅបានតិន័យច្រើនតិចចំនួន10ខេត្តមានបាទឥឡូវខ្ញុំដាក់អីគេមានកណ្ដាលឥឡូវជប់ទៅសេយើងដែរអប10ខេត្តបាទដោយចៃដន្យខ្ញុំឲ្យវារកផ្នែកចឹងបាទដោយចៃដន្យទីខ្ញុំបើកវងកញ្ចក់ថាជួយដាក់គំរូឲ្យផងបាទជួយដាក់គំរូខេត្តឲ្យផងឲ្យផងសេអត់ត្រូវបាទជួយដាក់គំរូខេត្តឲ្យផងបាទបើតែបើយើងមែនទេអាហ្នឹងយើងវាយទេបាទនេះខ្ញុំកុំឲ្យខាតពេលបាទអញ្ចឹងកន្លែងនេះយើងបញ្ជាក់ទៀតទៅយើងដាក់ថាបង្កើតជា Google Form បាទយើងដាក់ថាម៉េចសូមបង្កើតជា Google Form ដោយប្រើចឹងយើង app script របស់យើងកូដរបស់វាយើងធ្លាប់រៀនហើយដដែលទេណាកូដ app script វាគឺកូដអីគេបាទកូដ .gs បងណា .gs ដោយប្រើកូដ .gs អូខេតែប៉ុណ្ណឹងហើយបើសិនជាជាក់ស្ដែងអានឹងយើងឲ្យទិន្នន័យវាច្បាស់ជាងនឹងតិចទៅបាទដែលនេះដោយសារតែខ្ញុំគ្រាន់តែចង់ចេញទេខ្ញុំអត់ច្បាស់ទេទិន្នន័យរបស់វាបើយើងជាក់ស្ដែងនៅប្រភេទ ABC យើងអាចដាក់ទៅស្រូវអីគេខ្លះបាទស្រូវរំដួលស្រូវ ER ឬក៏ស្រូវអីផ្សេងដែលយើងចង់ទៅធ្វើsurvey ហ្នឹងបើអញ្ចឹងយើងបានតិចទៀតយើងបានកូដហើយយកកូដហ្នឹងទៅបង្កើតទៅជា Google Form បាទបងអត់បានសេទេបង screenshot slide screen របស់ខ្ញុំទៅយកទៅបោះនៅក្នុង Antigravity ទៅក៏បានដែរបាទខ្ញុំបាច់ copy បង screenshot នេះអ្វីដែលខ្ញុំសរសេរហ្នឹងទៅយកទៅបោះ plot ទៅបានបាទអញ្ចឹងកូដវាឲ្យមកនេះបើបងចង់កែខេត្តកែអីក៏បានដែរបាទកែយើងកែបានឃើញទេបាទអាចកែបានទេអត់អីទេយើងមើលកូដយល់យើងគាត់ដល់កន្លែងខ្លះយើងអាចកែជាអក្សរបានហ្នឹងបាទអក្សរខ្មែរពិបាកទេហើយនេះវាបរៀនយើងទៀតនេះខ្លាចយើងអត់ចេះយកទៅដាក់ណាធ្វើម៉េចដើម្បីប្រើប្រាស់បានអ្នកឯងទៅចូលតាមវិធីណាបាទអញ្ចឹងវាបរៀនខ្ញុំទៀតបាទអត់អីទេណាហើយកន្លែងនេះខ្ញុំចាប់ផ្ដើម copy ខ្ញុំ copy កន្លែងខាងលើហ្នឹងតែម្ដងបាទហើយបងបានចេញកូដដូចខ្ញុំទៅបងដល់ចេញយើងរួចទៅយើងបាទឥឡូវយើងចេញយើងចូលទៅកាន់ Google Drive បងប្អូនគ្នាតើព្រោះយើងចង់បង្កើតទៅជា Google Form អត់មានអូតូចេញពីហ្នឹងទៅបានទេណាយើងបង្កើតទៅជា Google Drive សិនគាត់កុំវាយបានរូប copy ក្រមដាក់តាម Telegram បង screenshot បងទៅនេះបង screenshot របស់ខ្ញុំហ្នឹងទៅនេះខាងលើនេះបងប្រើ Windows ប្រើគេ C Windows អក្សរ S មកបង screenshot ទៅបោះចូល plot បាទ
នេះទេមិនបាច់អីច្រើន screenshot យកមកទៅឬក៏បើឡើយធ្វើមិនក៏បានអត់ពិបាកទេបង អរេស៊ីនសរ បោះទៅចេញហើយកន្លែងនេះអ្វីដែលយើងចាំបាច់ត្រូវចេះឲ្យយល់ព្រមហ្នឹងគឺកន្លែងនេះ code.gs នេះបាទហើយបើសិនជាយើងភ្លេចអា code.gs ហ្នឹងទេយើងប្រាប់ទៅចង់បាន Google Form ដោយ run code auto បាទប្រាប់វាអញ្ចឹងទៅគឺវាយល់ដែរ AI វាយល់ដែរយើងមិនបាច់ស្គាល់ពាក្យបច្ចេកទេសទេតែបើយើងស្គាល់ហើយអាហ្នឹងយើងបញ្ជាក់វាទៅក៏បានបាទអញ្ចឹងចេញដូចគ្នាណាបាទចេញដូចគ្នាទេខ្ញុំពេលខ្លះខ្ញុំពាក្យខ្លះខ្ញុំភ្លេចដែរពាក្យបច្ចេកទេសខ្ញុំប្រើពាក្យសាមញ្ញទៅបាទតែគាត់យើងបញ្យល់វាឲ្យវែងឆ្ងាយតិចទៅវានឹងទទួលបានលទ្ធផលហើយបាទអញ្ចឹងយើងបានប៉ុណ្ណឹងបង copy ទៅណាហើយយើងចូលទៅកាន់ Google Drive ណាអញ្ចឹងយើងចាប់ផ្ដើមចូលទៅកាន់ email របស់យើងហើយបងបើកទៅកាន់ Google Drive សិនមកណាមើល Google Drive របស់យើងហើយបងអាចបង្កើតជា folder ក៏បានអត់ក៏បានដែរកន្លែងនេះបាទខ្ញុំអត់បាច់បង្កើតទេបាទហើយខ្ញុំចាប់ add វាចូលតាមក្រោយបាទអញ្ចឹងចូលមកដល់កន្លែងនេះអ្វីដែលយើងត្រូវធ្វើបងចូលទៅកាន់សញ្ញាបូកទាំងអស់គ្នាឲ្យការងាររបស់យើងមិនមែនយក Google Form ណាប្រយ័ត្នកុំឲ្យច្រឡំមិញយើងយកកូដអញ្ចឹងយើងអត់ដាក់ Google Form ទេយើងយកទៅរកពាក្យមួយឈ្មោះថា Google App Script គេបងឃើញណា Google App Script បាទខ្ញុំចាំនៅកន្លែងហ្នឹងបន្តិចបាទគេលោកអត់តាន់បាទបើតាន់ទេបងអាច click ទៅមុនក៏បានដែរបាទ Google App Script ហ្នឹងទៅដូចអ្វីដែលយើងបានរៀនមុនដែរណាដូចគ្នាបេះបិទចេញមានកូដ .gs ហ៎បងលុបកូដចាស់គេចេញទៅបាទហើយដាក់កូដរបស់យើងចុច save ឲ្យ run បាទហើយចេញហើយ permission ប្រកម្មវិធីគូសតែកម្មវិធីគូសរបស់ខ្ញុំ zoom ខ្ញុំទៅសេ zoom ត្រលនេះអានេះខ្ញុំធ្វើឲ្យ AI ធ្វើឲ្យតើនេះតែ cloud កាលណាខ្ញុំប្រើ cloud តាមពិត anti gravity វាចេះធ្វើដែរបើអត់ចេះគាត់លើនេះបើខ្ញុំដាក់ទៅ error បងថតអាកន្លែង error ហ្នឹងឲ្យ AI មិញមើលទៀតដើម្បីដឹងថា error តាណាអត់ជឿមិនដែរបាទដាក់វិធីសាស្ត្រណាក៏បានឲ្យប៉ុន្តែកន្លែងដែលយើងទៅសេកូដនៅតាណាបោះនៅកន្លែងហ្នឹងបានវាឆាប់យល់ណាបើមិនចឹងទេតើអង្គ copy កូដទាំងស្រុងហ្នឹងទៅវិញអូខេតើហើយខ្ញុំចាប់ផ្ដើមចូលសញ្ញាបូកណាបាទខ្ញុំសុំតើហើយខ្ញុំចូលមកខ្ញុំយកពាក្យថា Google App Script បាទអញ្ចឹងបានប៉ុណ្ណឹងខ្ញុំយកពាក្យមួយឈ្មោះថា create script បាទចុចអាហ្នឹងទៅហើយវានឹងចេញដូចអ្វីដែលយើងរៀនសតដងអញ្ចឹងបាទដូចគ្នានេះមានកូដ .gs យើងលុបអនុគមចាស់របស់គេឲ្យចេញជាกระดาษសស្អាតបែបហ្នឹងយើងចូល anti gravity ដើម្បី copy បាទ copy កូដទាំងអស់ហ្នឹងហើយអ្វីដែលបញ្ហាដែល error ភាគច្រើនគឺយើង copy មកខ្វះបាទឬក៏លើសបាទអញ្ចឹងកន្លែងនេះយើងត្រូវចេះមើលខាងលើនិងខាងក្រោមវាថាតើយើងបាត់ដង្កៀបហ្នឹងឬក៏អត់បាត់ទេបាទបើបាត់អាហ្នឹងដឹងនៅខ្វះហើយនេះយើងចែកកន្លែងនេះដឹងហើយបងនេះតានេះយើងមើលកន្លែងនេះគេមានអនុគមវាមួយនេះ function នេះបាទអនុគមយើងឃើញកន្លែងលេខនេះមានអា train បន្តិចបងគាត់ទៅចុច train ទៅឃើញនេះ
เป็นในแต่วิคดาวมาต่างอ้อลงแต่มาดองบ่าจังเป็นในแต่ปั้นนั่งบ่าบอกยังคืออ่านกุมคือจอบปั้นนั่งโปรกนามีในเกณฑ์มีดังเกียบไม้จังไปถึงมีดังเกียบบัดจังประหยัดยังบัดดังเกียบมวยอันนั้นก็เวียดได้บ่าไอปั้นนั่งต่อเพียการเงินว่ายังคือจะปรามจุดเสียวไปได้ไหมจิมเมียนลืมมองทางนาซูน ngâm mình mong ngủ mình chắc ná mưa ăn cũng bắt ba mình ta tên là อ๋อกุมบัดบายโอเค mà xong tới đến นี่มองมีน่ะอะไรเล็กเรียงมวยปีใบเยอะเปียกระดาไม่มองเคยมีน่ะโปรยตูดมวยนี่นะยังได้เคยป่าใจเรือโปรยนั่นได้เคยมีบัดบายเอาอย่างไอ้มาขนาดนั้นก็มีโปรยนะบ่าไอ้แต่มีนกระไรน้ำมวยมีโปรยนั่งดำใบไอ้vì ai dùng tiền mơ thà ta câu nó bên nơi chọc thập nè là bây giờ nghi lục nghi cài chẳng á nè và đôi nhẹ dùng mơ ăn cùng môi này ai bây giờ cho riêng si chậm rãi đấy dừng coi mơ phía xa câu đang đấy giờ ai biết phải vô môi môi ai cái đó dừng ai cài này câu đang đòi bạch phải ai các bạn này từ riêng từ xây này là mong đôi nhẹ đâu vào បាទ នេះប្រភេទវា A B C D E បើយើងចង់កែទៅកខកខងក៏បានដែរបាទរ៉ាន់ទៅវាចេញកខកខងហើយបាទអញ្ចឹងអត់អីទេបាទហើយឥឡូវយើងចិត្តផ្ដើមសៀវរួចគោលដៅយើងធ្វើម៉េចចុចសៀវបាទខ្ញុំអត់បានសៀវហ្មងនេះចុចសៀវសិនមកបន្ទាប់ពីសៀវហើយបងចុច run ណា run ទាំងអស់គ្នាហើយ run ទៅចាប់ផ្ដើមមើល error ឃើញបាទបងគុណហមហ្នឹង អត់ទេបងគ្រូ កុំព្យូទ័រខ្ញុំនៅវិលរហូតគឺអត់ដល់ដល់ឡើយលោកគ្រូឡើយអត់ទៅណែ អូចឹងតតនេះសិនណាឥឡូវមើលឲ្យចាំសិនក៏បានបាទបានក៏ប៉ុណ្្នឹងហើយនេះចូលកន្លែង review ហ្នឹងដដែលទេបងណាអត់ពិបាកទេបើចុចអាពណ៌ខៀវហ្នឹងទៅបាទឲ្យយើងអស់មកក្រៅមកមើលពាក្យ continue នេះអាហ្នឹងយើងមិនបាច់ចាំទេបាទឲ្យធ្វើម៉េចឲ្យវាចប់គោលដៅរបស់យើងហើយបើបងផ្លេចបង screenshot យកទៅសួរ AI ទៅបាទវានឹងប្រាប់យើងជំហានចុចអាណាទៀតដែរអញ្ចឹងកាលណាឃើញខាងក្រោមវាចេញពណ៌បែបហ្នឹងមានន័យថាអត់បញ្ហាអីទេបាទគឺជោគជ័យហើយរបស់យើងគឺជោគជ័យបើបងចេញពណ៌ក្រហមអាហ្នឹងគឺ error ហើយអញ្ចឹងយើងថតទាំងអស់ហ្នឹងទៅបោះនៅកន្លែង AI ដែលយើងទៅសេទៅវិញតោះហើយមានបងណា error ទេករណីនេះ ខ្ញុំមាន error អត់មានទេ ខ្ញុំ error còn error បងដោះស្រាយបាននៅបងប៊ុនហម នៅតដោះស្រាយចេញ បងមើលខាងចុងមើលអីតិចខ្វះតាណាមួយទេអី បងមើលសិន ខ្វះបាត់វងកញ្ចក់ហើយ screenshot បោះវាទៅវានឹងចេញហើយបាទអត់អីទេតែបើប្រើដូចជីមិនណាយរឿងពិបាកបន្តិចបទពិសោធន៍ដែលខ្ញុំប្រើជីមិនណាយឧទាហរណ៍ថាខ្ញុំធ្វើ100សំណួរខ្ញុំឃើញវាធ្វើខុស2សំណួរយ៉ាងហ្នឹងឥឡូវសុំកែសំណួរ2នេះវាកែចុះកែឡើងខុសទៅទាំងអស់ឡើងវិញក៏មានដែរបាទឥឡូវនៅក្នុងជីមិនណាយបាទ anti gravity ទេ ជាមិនណាយអញ្ចឹងមែនដល់វាប្រើយូរទៅវាឡប់មែន បាទប្រើសួរ 4-5 សំណួរដែរវាចាប់ផ្ដើមឡប់ទៅធ្វើអីណាដល់ស្គយខុសហើយយើងចាប់ផ្ដើមមានអារម្មណ៍ថាធុញហ្នឹង AI ប្រើការតាមពិតយើងប្រើអត់ត្រូវកន្លែងទេជីមិនណៃហ្នឹង mình cứ vi vó cầm lên đây បាទសួរវាវល់វាអត់មានឆ្លាតវៃជួយទេហើយដូចខ្ញុំបញ្ជាក់ថាបើ100សំណួរយើងឃើញឥឡូវខុសមួយកែមួយហ្នឹងផងកែចុះកែឡើងខុសទាំងអស់វិញ đúng lọp vớiប្រមាណខែ គ្រូខ្ញុំទៅបាត់កន្លែងវាបើវងកញ្ចក់បើគ្នានេះលោកបាទយឺត ទៀតទៅបង ចង់ បន្ត គ្រូយើងបាត់ពីចូលកន្លែងត្រឹមណាទៅគ្នាវិញ អបផាទាំងអង្គបងមកដល់កន្លែងហ្នឹងយើងលុបបោះវាចេញទាំងអស់ហ្នឹងមកបងចូលក្នុងហ្នឹងហើយលុបអនុគមចាស់គេទាំងអស់ហើយផាសទាំងអស់ នេះដូចខ្ញុំដាក់ក្នុងតាម Telegram
ចឹងខ្ញុំចូលមើល Telegram តិចទៅហ្នឹងហើយបងលុបអត់ទាំងអស់ហ្នឹងចេញហ្មងអា3បន្ទាត់ហ្នឹងលុបចោលទាំងអស់ហ្មង function ហ្នឹង function ហ្នឹង លុបទាំងអស់ហ្មងលុបធ្វើម៉េចឲ្យកระดาษនេះជាกระดาษសស្អាតអត់ដោយសារកូដរបស់យើងមាន function នឹងស្រាប់ហើយ អូខេ ហើយបងចាប់ផ្ដើមចុច run ចុច review ទៅតែវានឹងចេញពណ៌ហ្នឹងហើយតើឥឡូវដើម្បីទៅមើលទម្រង់របស់យើងគេមើលកន្លែងណានេះបងមានច្រើនជម្រើសដើម្បីទៅយក Google Form របស់យើងហើយក្នុងនេះគេអាចយកតាម link នេះក៏បានដែរវាឲ្យ link នេះបាទគឺមាន link ឲ្យយើងប៉ុន្តែយើងមិនបាច់យកតាមហ្នឹងក៏បានដែរបងចូលទៅកាន់ Google Drive វិញទៅគឺឃើញ Google Form ហ្នឹងហើយបាទមិនបាច់ទៅរកតាមហ្នឹងក៏បានដែរតែឥឡូវបងទៅបានជោគជ័យហើយបងអាចបន្តចូលនៅក្នុង Google Drive របស់យើងវិញបងចូលទៅប្រកាសជាអត់ឃើញដូចខ្ញុំចេះបាទមើលអត់ឃើញទេជោគជ័យតែអត់ឃើញដោយសារយើងអត់ដល់មក refresh វាបាទអញ្ចឹងបងអាចចុច F5 ទៅគឺ refresh ហើយណាចង់ចុច F5 ទៅស្មើនឹង refresh ឬក៏ចុចអានេះអាសញ្ញាមូនេះបាទទៅ refresh ឬក៏យកអាម៉ៅរបស់យើងដាក់កន្លែង search នេះបងចុច enter មកប៉ក៏ refresh ដែរបាទអញ្ចឹងការ refresh គឺមានច្រើនវិធីសាស្ត្រយើងឃើញនេះគ្រាន់តែយើង refresh ភ្លាមគឺ Google Form របស់យើងឡើងមកនៅខាងលើគេបំផុតនេះបាទការអង្កេតតម្លៃស្រូវបាទចឹងឡើងមកខាងលើនឹងតែម្ដងខ្ញុំការដែលជឿតម្លៃស្រូវវិញបាទនេះយើង generate តែ AI វាទៅសេបាទខុសៗគ្នាអញ្ចឹងនឹងតែយើងអត់ច្រឡំគ្នាទេឥឡូវតាក់ទងនឹង Google Form នេះឥឡូវយើងបើក Google Form បងប្អូនគ្នាតែខ្ញុំអាចបញ្ចូលមុខងារ Google Form នឹងមកបន្តិចដែរបាទដើម្បីឲ្យយើងរៀនប្រើព្រោះអានឹងក៏ល្អដែរយើងធ្វើ survey ផ្សេងបាទបងចូល Google Form មកបើក double click វាទៅយើងនឹងឃើញ form បែបនេះបើសិនជាយើងចង់ការប្រែលេខអីក៏បានដែរយើងអាចកែបានតាមក្រោយទៀតបាទហើយមុខងារនេះយើងវាមានច្រើនបាទយើងយកអីក៏បានដែរឥឡូវយើងយកគំរូ AI ធ្វើឲ្យនឹងត្មងទៅបាទយើងអាចសិក្សាក្រោយទៀតបាទឆ្ងល់អាចសួរខ្ញុំបាននៅក្នុង Telegram ហ្នឹងបាទហើយតាក់ទងនឹងអាសញ្ញាពណ៌ក្រហមនេះបងផ្កាយពណ៌ក្រហមនេះមានន័យថាត្រូវតែអីគេត្រូវតែបំពេញបាទបើអត់បំពេញទៅមុខអត់រួចទេប៉ុន្តែបើសិនជាករណីហ្នឹងយើងចង់ឲ្យអ្នកប្រើប្រាស់គាត់បំពេញក៏បានអត់ក៏បានកន្លែងហ្នឹងយើងចូលកែកន្លែងណាបាទនេះយើងចុចទៅលើវាបបកទៅបងឃើញកន្លែង require នេះបាទដោះកន្លែង require ហ្នឹងទៅគឺលែងអីហើយបាទចឹងអញ្ចឹងកន្លែងដោះផ្កាយគឺដោះកន្លែង require នឹងឯងបាទខ្ញុំអត់មានកលូលើគ្រូខាងក្រោមនោះផងមួយណាគេកន្លែង require ហ្នឹងមែនបងបាទមានបងចូលទៅកាន់ចំនួនណាមួយបងចុចមក click បានចុចទៅវាឃើញចេញអញ្ចឹងឲ្យក្នុង Google Form អត់ចេញទេសម្រាប់ខ្ញុំវិញប៉ុន្តែដល់ទៅលោកអត់មានកាយប៉ះហើយអត់នេះបងមើលខ្ញុំយកម៉ៅដាក់នៅកន្លែងណាក៏បានខ្ញុំយកម៉ៅដាក់កន្លែងសប្រទេសស្អាតនេះក៏បានដែរយើងចុចមកប៉ក់ទៅវាចេញលោតចេញអញ្ចឹងឲ្យវាយកឲ្យនឹងមកបង screenshot បាននេះមើលបងខុសតាណាមួយហ្នឹងហើយគឺក៏គាត់តែហើយនៅពេលដែលយើងបោះ link ឲ្យគេប្រើប្រាស់ខ្ញុំជឿថាបងចេះប្រើទាំងអស់គ្នាណាការបោះ link ឲ្យគេយើងយកពាក្យមួយណាពាក្យ share បាទពាក្យ share ឬក៏ link នេះក៏បានដែរបាទ link response នេះបាទដូចគ្នា share នេះក៏បានបាទ
จึงបានច្រើនយើងគាត់ទៅចូល share ទៅវាមានមួយគេដាក់ថានេះ link response នេះបាទហើយកន្លែងហ្នឹងកន្លែង setting យើងអាចកំណត់ឲ្យ link មួយ account មួយប្រើបានម្ដងក៏បានដែរបាទយើងអាចកំណត់បាននេះកន្លែង response នេះ giờ là lúc là nhưng là only one time ទេ limit បាទ limit to one response នេះមានន័យថា email មួយគាត់ចុចបានតែម្ដងឯងបាទហើយយើងអាចឲ្យ response អាច edit បានក៏បានដែរនេះមកតែន័យហ្នឹងយើងគាត់ដាក់ទៅគាត់ថាអូខុសបាត់ហើយបាទអញ្ចឹងយើងបើកអានេះបាទបើកអាហ្នឹងទៅមានន័យថាគាត់ submit ហើយគាត់អាច edit បានបន្តទៀតណាអាហ្នឹងគឺយើងបើកមុខងារកន្លែងហ្នឹងយើងបើកបាន បើឲ្យតែមួយដាក់ limit to 1 ទៅសិន បាទដាក់ limit នេះមានន័យថាឲ្យគាត់ធ្វើតែម្ដងទេអាហ្នឹងឧទាហរណ៍ដែលយើងចង់ធ្វើ survey ឬប្រឡងអីចឹងយើងអត់ចង់ឲ្យគាត់បានធ្វើច្រើនដងទេពិបាកគ្រប់គ្រងយើងចុចបិទដាក់អញ្ចឹងទៅគាត់ធ្វើបានតែម្ដងចូលលេខបានហើយបាទហើយតើទៅ edit នេះគឺចឹងដែរចឹងមកដោយសារយើងអត់ refresh អញ្ចឹងមិន lần nãy mình ba của gò form á chúng tôi ba nó cái tôi hết cáiជា chuyện ស្ដីលោក tình biết tôi thắt cái ban luôn បាទ ជាស្ដីលោកគ្រូ បាទបងបាទជឿន ខ្ញុំផាសកូដហ្នឹងមកដាក់ក្នុងគម្រោងហ្នឹងរួចហើយដល់មកយើងចុច enter តែរួច ចុច save ចុច save បាទមានប៊ូតុងមួយ save ហើយបន្ទាប់ពី save ហើយចុច run ហើយដាក់វាជោគជ័យហើយ run ហើយចេញ review សិនណា save អត់ឃើញមាន e-plot អូមែនបងកុំមើលពោះពេកមើលខាងខោនឹងតិចទៅកន្លែង save project to drive បាទមានពាក្យ save បងយកពាក្យ save ហ្នឹងមក bọn nhóm ở trên tôi chia Google Form អត់ចេញ form បាទតិចបងទៅសេកូដមិន Google Form ហ្នឹង save រួចហើយយកទៀតលោក save ឲ្យយក run បង run នេះ ដូចយើងបង្កើត Google Sheet មុនដែរតែដូចគ្នា review commission បាទហើយចេញ preview ហ្នឹងមកបន្តិចមកយើងចុច continue ទៅវានឹងជោគជ័យបានមកចេញសញ្ញាពណ៌បែបខ្ញុំនេះនឹងជោគជ័យ ដល់មកចុច advance បាទ advance ហើយ high advance ទៀត ខ្ញុំភ្លេចបាត់ហើយមិញនឹងចុចអីខ្លះខ្ញុំចេះនិចរហូត do advance là cái nó do cái unsafe luôn tới បងខ្ញុំមិញដូចអត់មាន unsafe សោះប៉ុន្តែវាពេលខ្លះវាមានគោលដៅក៏អត់ដល់តែបានឃើញបាទ unsafe ហ្នឹង trên hả បងពុនហងអេរទៅថាមួយនេះ code đá này đây còn là code đá này của form bây giờ ăn return tới អូ refresh បន្តិចទៅ recho Google Drive refresh ទៅចេញមក refresh hay trên là បងទៅមើល app script បងមានចេញ link ជាអត់តាបើវាជោគជ័យវាមាន link ជាឲ្យហើយមានដែរមាន link នឹងអត់ miền មានវាដល់តែចេញហើយប៉ុន្តែអ៊ីនធឺណិតអត់ដើរអញ្ចឹងទៅហើយយើងអាចចូល copy link នឹងយកទៅដាក់ក៏បានដែរអត់អីបង copy link មិញហ្នឹង đừng ở làm phim បើអញ្ចឹងខ្ញុំបញ្ជាក់បន្តិចណា Google Form អត់មានបញ្ហាអីទេបើបងឆ្ងល់អាចសួរបានទៀត Google Form ហ្នឹងបាទកន្លែងនេះ Google Form កន្លែង page
this ខ្វេអាហ្នឹងមានន័យថាយើងចង់ដាក់បន្ទុកណាឧមាអ្នកឆ្លើយសំណួរហ្នឹងយើងបង្កើតជាសិក្ខាសាលាមួយចង់បានបន្ទុកចុះកន្លែងនេះយើងបើក text ដើម្បីដាក់បន្ទុកបានណាឧទាហរណ៍ដល់ខ្ញុំបើកកន្លែងហ្នឹងបាទនៅផ្ទាំង question នេះគឺចាប់ផ្ដើមមានបន្ទុកឲ្យយើងដាក់បាទដាក់បន្ទុកប្រមាណគឺវាមាននេះបន្ទុក point នេះបាទ0ឬក៏ប្រមាណយើងដាក់ចូលបានចឹងដើម្បីមានបន្ទុកវាយតោះតែកន្លែង setting ហ្នឹងយើងកំណត់យក quiz បាទទើបមានប៉ុន្តែបើសិនជាយើងជាបែបធម្មតាចឹងយើងអត់មាន quiz ទេបាទគឺលើកដល់បងទៅបើកសិក្ខាសាលាដើម្បីឲ្យអ្នកសិក្សានឹងគាត់ដាក់បន្ទុកអាហ្នឹងចាំបាច់ទៅបើក quiz នឹងឯងឧទាហរណ៍ ទិន្នន័យបាទបាទ ឧទាហរណ៍ថាយើងវាតម្លៃគាត់មានន័យថាគាត់រៀនសូត្របានឯខ្លះពី1ទៅដល់5អញ្ចឹងយើងបើក function ចំនួន5ទៅអត់ទេយើងបើកតែមួយកន្លែងទាំងអស់ហ្នឹងគឺសិតតែមានឲ្យដាក់បន្ទុកទាំងអស់នេះកន្លែងនេះក៏មានបន្ទុកដែរប៉ុន្តែកន្លែងណាដែលយើងអត់ចាំបាច់យើងដាក់0បន្ទុកទៅដល់ឬខេតឬឈ្មោះយើងមិនបាច់ឲ្យបន្ទុកទៅឲ្យ0ហ្នឹងដែរបើសិនជាសំណួរទី1យើងចង់ឲ្យបាន10បាទបងបើកទៅដាក់ថា10បន្ទុកអីចឹងទៅបាទសំណួរណាចង់ឲ្យបន្ទុកចាំឲ្យអាណាអត់ឲ្យទេយើងដាក់0ហ្នឹងចាស្រេចអូខេបាទយល់ហើយចឹងបាទហើយនៅពេលដែលគាត់ submit ហើយបន្ទុកនឹងចាប់ផ្ដើមបូកអូតូបាទហើយអ្វីដែលយើងចង់ connect ចូលនេះយើងធ្វើអាកន្លែង response នេះបងឃើញមានរូប Excel បាទ Google Sheet កន្លែងនេះសំខាន់ព្រោះទិន្នន័យបើយើងអត់យកនៅ Google Sheet ទេយើងពិបាកនៅក្នុងការវិភាគអត់ចេញទេបើនៅក្នុងនោះវាមិនចេញបាទទិន្នន័យបាក់អានអីហ្នឹងអូនៅខាងបងរិទ្ធីគាត់បង្ហាញខ្ញុំសូមបញ្ញូតបងរិទ្ធីមួយបាទអញ្ចឹងកន្លែងនេះបើសិនជាបងកំណត់អញ្ចឹងហើយអស់ហើយបងអាចចូលបានណាប៉ុន្តែបើសិនជាបងអត់ចេះទេកន្លែងនេះបងអាចសួរ AI តែម្ដងដាក់ថាងឥឡូវ Google Form ខ្ញុំចង់បានតម្រងបែបនេះចង់បានការដាក់បន្ទុកខ្ញុំគួរទៅបើកកន្លែងណាខ្លះបាទ AI នឹងប្រាប់យើងហើយបាទប៉ុណ្ណឹងឥឡូវខ្ញុំអត់យក quiz ទេហើយបន្តទៀតមិញប្រហែលជាបងអត់មួយចំនួនអត់តន់ទេបាទករណីដែលយើងចង់បោះ link នឹងឲ្យគេធ្វើបាទយើងយកនេះកន្លែង share រូបក្បាលមនុស្សសញ្ញាបូកនឹងក៏បានដែរបាទរូបច្បាក់នេះក៏បានដែរហ្នឹងគឺ link នឹងឯងបាទនៅពេលដែលយើងបោះអាហ្នឹងទៅយើងមានកន្លែងនេះបើយើងចង់បាន link នឹងខ្លីបាទយើងគ្រីសកន្លែង sort link នឹង sort URL ហ្នឹងទៅវាខ្លីហើយបាទហើយយើង copy plot ហើយបងថាងឥឡូវខ្ញុំចង់ print ជាกระดาษឲ្យគេ scan QR code តែម្ដងបាទអញ្ចឹងបងយក link ទៅបង្កើត QR code ទៀតបាទហើយការបង្កើត QR code អត់ពិបាកទេបោះចូល link នេះចូល AI នឹងឲ្យវាធ្វើ QR code ឲ្យក៏បានដែរបាទឥឡូវនៅពេលដែលបាន link ហើយយើងបោះទៅឲ្យគេបំពេញអញ្ចឹងបំពេញចាប់ផ្ដើមចូលនៅកន្លែង response នេះបាទresponse ហ្នឹងគឺចាប់ផ្ដើមមានទាំងអស់bây giờបងកន្លែងណាអីទេណាហើយតើតើនឹងការបន្តបំពេញបងខាងណាមិនមានបញ្ហាទេបងខ្ញុំស្ដាប់ដូចមានអ្នកមានសួរអីរត់ហើយអូខេអត់អីទេបងតើតើ Google Form នេះយើងមានវិធីសាស្ត្រឲ្យអូតូបំពេញទៀតណាឧទាហរណ៍ថាបងមានសំណួរអូទៅរៀនសកលវិទ្យាល័យគេដាក់100សំណួរយើងធ្វើបង screenshot ម្ដងមកសំណួរសួរ AI ឲ្យទៅអង្គុយគ្រីសបាទដឹងណាឲ្យតែប្រឡងអញ្ចឹងដឹងទៅសួរ AI ម្នាក់បាទវិធីសាស្ត្របែបហ្នឹងគឺអត់ទាន់សម័យទេបងអត់បង screen ម្ដងមកសំណួរទៅសួរ AI ឲ្យយកមកគ្រីសបាទគ្រីសដដែលសួរ AI ដដែលគឺអត់ធ្វើអញ្ចឹងទេបាទបងវិធីសាស្ត្រយើងឲ្យវាអូតូបំពេញតែម្ដងណាបំពេញអូតូបំពេញអត់ពិបាកទេបងគ្រាន់តែទី1យើងចុច print អាហ្នឹងតែម្ដងបោះទៅ AI តង់ស្រង់តែម្ដងបាទ Control P មក print ស្មើនឹង print នេះ
បងចេញ control P បានសំណួរទាំងអស់ហ្នឹងហើយបងចាប់ផ្ដើមបោះ AI ឲ្យវាឆ្លើយបាទនៅពេលដែល AI ឆ្លើយបានហើយបងចាប់ផ្ដើមឲ្យវាអូតូបំពេញងាយស្រួលទេណាបងចាប់ផ្ដើមចុចនេះចុចឲ្យ mouse ស្ដាំមកយកពាក្យអីគេនេះយក inspect ខាងក្រោមគេបំផុតនេះចុច inspect នេះហើយចុចយកពាក្យ console នេះអានឹងយើងធ្លាប់ចូលហើយអ្នកដែលរៀន app ដឹងហើយបាទយក console នឹងហើយយើងចាប់ផ្ដើមមិនទៀតយើងនឹងទទួលបានកូដចេញពីនេះចេញពី anti gravity ដែលយើងបោះទៅមិញណាបាទយើងបំពេញនៅក្នុងហ្នឹងទៅវាអូតូបំពេញនៅក្នុងនេះតែម្ដងបាទលឿនមែនតើឥឡូវចាំមើលខ្ញុំធ្វើឲ្យមើលសាក់លបងបាទឥឡូវខ្ញុំធ្វើឲ្យមើលឥឡូវខ្ញុំចាប់ផ្ដើមឲ្យវាអូតូបំពេញនៅក្នុងហ្នឹងដោយសារតិន្នន័យនេះខ្ញុំមាននៅក្នុង AI ស្រាប់ហើយចឹងខ្ញុំមិនបាច់តម្លាក់ជាអីគេជា PDF ឲ្យទេដោយសារអីនៅក្នុង anti gravity វាដឹងថាសំណួរយើងគឺមានប៉ុណ្ណឹងហើយណាចឹងខ្ញុំមិនបាច់តម្លាក់ចូលទេតែបើសិនជាយើងយករបស់គេមកអាហ្នឹងយើង sell ជា PDF យើងបោះចូល anti gravity ហ្នឹងហើយយើងចាប់ផ្ដើមដាក់ថាម៉េចបាទឥឡូវយើងទៅសេវដាក់ថាខ្ញុំចង់បានខ្ញុំចង់បានការអូតូបំពេញចម្លើយដោយប្រើ console មិញ console ទៅសេពីខ្លះ console បាទដោយប្រើ console នេះឬក៏ប្របាក់ពេក screenshot អាហ្នឹងមកប៉ក់ហ្នឹងអូខេនេះបាទវិធីលឿនបាទដោយប្រើ script ហ្នឹងទៅបាទ script អញ្ចឹងអាហ្នឹងលឿនណាវិធីសាស្ត្រហ្នឹងនៅពេលដែលយើងបាក់ដាក់អូតូអញ្ចឹងអាហ្នឹងគឺលឿនមែនតើយើងចង់បានបំពេញប្រមាណដងក៏បានដែរបាទហើយដូចអ្នកដែល hack website ដែលគាត់ចង់ឲ្យ server យើងខូចអីបើ website ខ្លះគាត់ចាប់ផ្ដើមអូតូចុះឈ្មោះបាទ1000 2000ដងអីចឹងដែរ website ចាប់ផ្ដើមធ្លាក់ចាប់ផ្ដើមកាក់នេះឥឡូវវាឲ្យមកប៉ុណ្ណេះនេះបាទហើយមើលខ្ញុំចាប់ផ្ដើមធ្វើអីទៀតមើលវាដាក់របៀបដំណើរការអូអានេះវាឲ្យនេះដដែលវាឲ្យខ្ញុំទៅធ្វើនោះដដែលអត់ទេតាមពិតវាយល់ច្រឡំអ្វីដែលយើងចង់បានអញ្ចឹងខ្ញុំអាននេះមានន័យថាអ្វីដែលនេះគឺវាឲ្យយើងធ្វើដដែលចុចចម្លើយបញ្ជូនបើខ្ញុំសុំមើលនេះapp script អូខេឥឡូវខ្ញុំអត់ចង់បានអញ្ចឹងខ្ញុំដាក់ថាចង់បានអូតូបំពេញក្នុង form ដោយសារខ្ញុំចង់តេស្តបាទខ្ញុំចង់តេស្តការបញ្ចូលទិន្នន័យការបញ្ចូលទិន្នន័យគេបងខាងណាមើលរឿងភាគដែរគុណខ្ញុំអត់ទេយើង record វីដេអូកុំឲ្យអ្នកអត់តចូលនេះមានច្រើនអ្នកដែរគាត់ record លើរឿងភាគឥឡូវខ្ញុំអត់អីទេខ្ញុំខ្ញុំធ្វើមិនចេញទេបងមុនហមអត់ចេញទេណាវាអត់ចេញមកជា Google Form បើលើមើលតាមការណែនាំវាឲ្យ extension login ដែលដល់ extension តាមគ្នាកូដបងតម្លាក់កូដចូលនៅក្នុងនឹងទាំងអស់មើលកូដបងមិនដែរមិនបានខុសគេទេបាទឥឡូវខ្ញុំ
ខ្ញុំថាអូតូបំពេញឥឡូវទៅសេព្រមបញ្យល់ AI វាតន់យល់ផងអត់អីអានឹងទុកវគ្គក្រោយក៏បានលោកគ្រូខ្ញុំថា console ចូលរួចចឹងចូលអត់បានមែនគ្រូបាទអត់ចូលបាននេះតែគេឲ្យ copy ចូលអត់ទេគេឲ្យយើងវាយនេះសិតនេះបើអត់តន់ចេះតែផាសនៅក្នុងនេះវាបញ្ជាក់យើងថាម៉េចនេះជប់កន្លែងនេះខាងក្រោមណាវានឹងបញ្ជាក់យើងឲ្យថាឲ្យយើងធ្វើអីណាបងបានបងអានខាងក្រោមនឹងបានបន្តិចទៅ console ណាជាមួយខ្ញុំចូល console ឲ្យបងផាតន័យអត់ចូលណាបាទផាតចូលផាតទៅវាចេញថាម៉េចនៅក្នុងហ្នឹងផាតទៅ scan running share វាមានឲ្យយើងវាយអក្សរអាសេសវាយអីចូលអត់ទេក្នុងហ្នឹងអត់ផងនេះវាដាក់វ៉ាន់នេះហើយកន្លែងនេះបង screenshot បងចង់ដឹងមក screenshot អាហ្នឹងឲ្យសួរ AI មិញដាក់ថាហេតុអីបានថាបាយសួរហេតុអីក៏បានដែរបាទ screenshot តែប៉ុណ្ណឹងសួរវាទៅបាទតែរបស់ខ្ញុំនេះវាឲ្យយើងចុចcomment អក្សរ I ចូល comment I បាទហើយចុច got it នៅវិលរហូតគឺបងខ្ញុំនៅវិលរហូតតែនេះវិលទៅវិលhello team จะប្រវត្តិ console អង្គកន្លែងមកព្រួយកន្លែងលើខាងក្រោមហ្នឹងបងខាងក្រោមហ្នឹងវាឲ្យយើងធ្វើអីមិញបើរបស់ខ្ញុំវាឲ្យចុច comment I ទេខ្ញុំចុចទៅវាចេញប៉ុណ្ណេះ new right វាឲ្យយើងវាយពាក្យវិញឲ្យវាឲ្យយើងវាយពាក្យមកបន្ទាត់ទេវាយពាក្យ allow ហ្នឹងទៅបើវាឲ្យវាយ allow បងវាយ allow ចូលទៅបានហើយយើងផាសចូលបានហើយតែឲ្យពាក្យ allow ផាសវិញនឹងយើងចុច allow ហើយយើងចុចផាសទៅចូលហើយអត់ហើយទៅចេញ error មកតង់ទៀតយើងសារបងជាយាមអានោះបានពី3ដងហ្នឹងបងចេះអាករណីហ្នឹងសួរឆ្លើយសំណួរលឿនមែនតើ100សំណួរអីឆ្លើយ2នាទីហើយហ្នឹងបាទវាគ្រីសតែសំណួរត្រូវឲ្យទេបើអាចភាសាទៀតបាទនឹងរៀនអាហ្នឹងទៅហើយតោះឥឡូវការងាររបស់យើងជិត10ម៉ោងនេះឥឡូវយើងចាប់ផ្ដើមចូលកន្លែងនេះបន្តិចណាបងបងប្អូនគ្នាយើងចាប់ផ្ដើមចូល form មកយើងណានៅពេលដែលមាន response ហ្នឹងគាត់ឆ្លើយសំណួរនៅក្នុងនេះគឺមានចាប់ផ្ដើមមានចំនួន response អ្នកឆ្លើយប្រមាណប៉ុន្តែនេះវាអត់មានអ្នកឆ្លើយទេគឺចេញ0បាទអញ្ចឹង0ហ្នឹងគឺអត់បញ្ហាទេបាទយើងគ្រាន់តែចាប់ផ្ដើមចូល link នេះណា link to sheet បាទអញ្ចឹងយើងចុច link to sheet ហ្នឹងទៅវាមាន2ជម្រើសណា2 option ដែលយើងរើសទី1យើងឲ្យវា link ទៅ sheet ថ្មីដែលអត់ទាន់មានអីសោះនិងមួយទៀតបើសិនជាយើងមាន Excel ស្រាប់យើងយកកន្លែងនេះខាងក្រោមនេះបាទយើងក៏ចុចអត់ហ្នឹងទៅរើស Excel ដែលយើងមានស្រាប់ប៉ុន្តែនៅក្នុងករណីខ្ញុំនេះខ្ញុំអត់មាន Excel ស្រាប់ទេអញ្ចឹងខ្ញុំយកខាងលើហ្នឹងតែម្ដងតែបងតន់ណាបើសិនជាយើងមាន Excel Google Sheet ស្រាប់យើងយកក្រោមនេះបាទតែខ្ញុំសុំយកលើហើយខ្ញុំចុច create នេះតែម្ដងបាទចុច create យើងនឹងទទួលបាន Google Sheet ថ្មីមួយបាទបើអញ្ចឹងរាល់ពេលអ្នកប្រើប្រាស់អ្នកដែលគាត់ប្រឡងឬក៏គាត់ដាក់ submit អីហើយវានឹងចាប់ផ្ដើម auto load ចូលទៅក្នុងនឹងតែម្ដងបាទតែ auto ចូលទៅក្នុងនេះប៉ុន្តែនៅក្នុងករណីនេះខ្ញុំចង់បានអត្តន័យ100ជួរយកមកវិភាគយកមករៀនដើម្បីបញ្ចូលអត្តន័យអញ្ចឹងយើងអត់មានអ្នកណាទៅអង្គុយចុច100ដងឲ្យខ្ញុំទេអញ្ចឹងខ្ញុំឲ្យ AI generate អត្តន័យហ្នឹង100ជួរឲ្យខ្ញុំចុះណាហើយខ្ញុំរ៉ាន់យកតែម្ដងហើយតាមពិតទៅបើយើងប្រើជាក់ស្ដែងអាហ្នឹងគេអង្គុយចុចឲ្យយើងណាមនុស្សអ្នកចុចឲ្យតែឥឡូវខ្ញុំអត់មានទេខ្ញុំគ្រាន់តែចង់បានតិន័យ100ជួរមកបំពេញនៅក្នុងនេះតែម្ដងបាទអញ្ចឹង
ដើម្បីបានតិន្នន័យយកមកតេស្តយើងអត់ពិបាកទេឥឡូវយើង screenshot អាហ្នឹងតែម្ដងឬក៏យើង download ទៅជា Excel យើងបោះចូល AI ក៏បានដែរបាទកាន់តែល្អទៀតឥឡូវខ្ញុំ screenshot ហ្នឹងចុះហើយខ្ញុំចង់បានតិន្នន័យផ្លែក100ជួរដើម្បីយកមកតេស្តអញ្ចឹងខ្ញុំ screenshot ខ្ញុំបោះចូល anti gravity កន្លែងនេះខ្ញុំដាក់វាដាក់ថាម៉េចដាក់សូមអង្កែបតិន្នន័យ100ជួរដើម្បីឲ្យខ្ញុំសាកសាកតេស្តជាមុនសិនបើអញ្ចឹងខ្ញុំឲ្យវា generate ហើយខ្ញុំនឹង copy តិន្នន័យហ្នឹងយកទៅប្រើដើម្បីបង្កើតទៅជា dashboard បង្កើតទៅជាអីផ្សេងហើយនៅពេលដែលយើងបង្កើតបានជោគជ័យហើយនៅពេលដែលយើងបង្កើតជោគជ័យហើយយើងចាប់ផ្ដើមលុបអាហ្នឹងចេញអញ្ចឹងអ្នកដែលគាត់ submit Google Form មកយើងណាវាចាប់ផ្ដើម auto ហើយបាទ auto តាមអ្វីដែលយើងចង់បានបាទអញ្ចឹងមានន័យថាហ្នឹងគឺយើងត្រៀមបង្កើតអាហ្នឹងឲ្យមុនហើយគាត់ submit ហើយអ្វីដែលយើងចង់បានគឺវានឹង load ចេញជា dashboard ភ្លាមតែម្ដងណាមិនបាច់ចាំពិបាករងចាំមួយថ្ងៃពីរថ្ងៃគឺមិនឃើញលទ្ធផលអត់ទេបាទយើងឲ្យឃើញភ្លាមតែម្ដងគឺយើងបង្កើតមុនតែមុននឹងបង្កើតបានគឺយើងត្រូវមានតិន្នន័យដើម្បីយកមករៀនធ្វើសាកល្បងសិនតែអញ្ចឹងបងមិនតន់ទេករណីហ្នឹងតន់អ្វីដែលខ្ញុំចង់និយាយនឹងអត់ទេតែតិន្នន័យណាឥឡូវវាឲ្យតិន្នន័យខ្ញុំយើងអានបាទតែប៉ុណ្ណេះវាប្រាប់ខ្ញុំតិន្នន័យនេះវាដាក់នៅក្នុង folder មួយបាទឈ្មោះថា Google Sheet គេឲ្យខ្ញុំទៅ copy ខ្លួនឯងទៅបាទឥឡូវខ្ញុំទៅ copy បាទអញ្ចឹងវាប្រាប់ទីតាំងហ្នឹងខ្ញុំទីតាំងខ្ញុំនៅ Excel មួយឈ្មោះថា Google Sheet បាទនេះបាទតិន្នន័យតិន្នន័យនេះវាឲ្យជាបែបនេះក៏ដល់ខ្ញុំចូលទៅឃើញអក្សរហ្នឹងវាដូរអក្សរអស់លេខបាទចឹងនៅក្នុងករណីដូរអក្សរបែបនេះfile ហ្នឹងគឺវាខូចវាអត់ support អក្សរខ្មែរទេអញ្ចឹងខ្ញុំ screenshot ទៀតទៅប្រាប់ anti gravity ដាក់ថាមិនស្គាល់ភាសាខ្មែរទេបាទវាដូរវិញណាមិនស្គាល់ខ្មែរទេដូរទៅជា Excel ធម្មតាវិញបាទមិញ file เป็น file Excel ផងបើជាស្គាល់ភាសាអត់ស្គាល់ខ្មែរណា AI អត់ស្គាល់ខ្មែរទេអត់ទេមិញ file នេះទេបងfile បន្ទុយវាឈ្មោះ CSC អាហ្នឹងវាអត់ស្គាល់ខ្មែរទេបើ AI វាស្គាល់តែវាស្គាល់ប៉ុន្តែគាត់វាបំលែងទៅ file ហ្នឹងគឺវាអូតូអត់ស្គាល់តែម្ដងបាទវាដូរទៅជាអីផ្សេងបើបង download ចេញពី Google Sheet ក៏អញ្ចឹងដែរនេះអាកន្លែងមុខងារ download នេះខ្ញុំស៊ូមវាធំបន្តិចឧបមាយើងមានអក្សរខ្មែរអញ្ចឹងនៅកន្លែង file យើងយកពាក្យ download នេះCSV បាទ CSV នេះកាលណាបង download ជា CSV ហ្នឹងគឺអត់ស្គាល់ខ្មែរតែម្ដងបំលែងទៅជាសញ្ញាអីផ្សេងចឹង download ឲ្យស្គាល់គឺយើងយកនេះខាងលើនេះគឺ Excel បាទ Excel បាទ Excel វាស្គាល់អញ្ចឹងមិញខ្ញុំដឹងអត់ស្គាល់ខ្ញុំឲ្យតិន្នន័យហ្នឹងឲ្យវាបំលែងជា Excel វិញបាទអញ្ចឹងវាធ្វើជា Excel ឲ្យខ្ញុំអញ្ចឹងវាអាចចូល Google Sheet បានដែរចូលវិញបាទនេះអូខេវាឲ្យខ្ញុំជា Excel វិញមើលដូចជាអត់ឲ្យ Excel ហ្នឹងវាឲ្យ file នឹងដដែលមិញតែប៉ុន្តែវាសុំទោសយើងហើយជាមួយវាធ្វើអីវិញចឹងអានេះស្គាល់វិញហើយវាដូរកូដមិនអានេះស្គាល់វិញ
អូខេជាខ្ញុំបានតិនន័យដែលជាគំរូនឹងហើយខ្ញុំចាប់ផ្ដើម copy បាទ copy តិនន័យហ្នឹងយកដាក់ទៅក្នុង Google Sheet បាទដើម្បីធ្វើជាគំរូបាទគំរូរបស់យើងចូល Google Sheet ហើយតកតទៅនឹងការ copy បងមានវិធីសាស្ត្រ copy កុំឲ្យខូចរូបមន្តណាយើងចុច mouse ស្ដាំយកពាក្យនេះ pass special ហើយយកពាក្យ value អាហ្នឹងគឺអត់ខូចរូបមន្តដើមទេបើសិនយើងយកពាក្យ pass ធម្មតាហ្នឹងខូចតារាងខូច format របស់គេអស់ហើយណាយើងយក mouse ស្ដាំយកពាក្យ pass special អាហ្នឹងមានន័យ copy មកតលេខទេណាតម្រងរបស់គេមិនគឺនៅអញ្ចឹងដដែលបើសិនជាបងផាសធម្មតាអញ្ចឹងមានន័យថាអ្វីតារាង color ពណ៌ format អីផ្សេងៗដែលគេកំណត់ហ្នឹងគឺខូចរបស់គេទាំងអស់បាទឥឡូវខ្ញុំបានទិន្នន័យប៉ុណ្ណឹងហើយណាហើយអានេះខ្ញុំសូមបញ្ជាក់ដែរទិន្នន័យហ្នឹងតាមពិតគឺបានមកពី Google Form ណា Google Form តែខ្ញុំអត់មានអ្នកបំពេញ form ឲ្យខ្ញុំអូតូបាទឲ្យវាអូតូធ្វើខ្ញុំតែម្ដងចុះបាទហើយនៅពេលដែលបានប៉ុណ្្នឹងហើយយើងចាប់ផ្ដើមចង់បានវិភាគអីទៀតអាហ្នឹងយើងរៀនហើយតែយើងចង់បានវិភាគអីយើងប្រាប់ AI ឲ្យវាធ្វើឲ្យបាទបងបើកនេះសញ្ញាបូកនេះបើកស៊ីបថ្មីមួយមកបាទបងទៅបញ្ជាក់នៅក្នុងជីវន័យនេះក៏បានទៅសេកូដនៅកន្លែងណាក៏បានដែរបាទជាគោលដៅយើងចង់បានអីចង់បានបំណែកចែកចង់បានការវិភាគចង់បានអីយើងទៅទៅសេនៅក្នុងនឹងតែម្ដងបាទជាទៅលោកបាទអូលោកឡើយនេះខ្ញុំទូទៅយកតាមខ្ញុំកាត់ពីដូចជាពូមុនកាត់ស៊ូការបានរៀនណាតែចាំយើងនៅក្នុងដូចជាពេលនេះវាទៅប៉ាដូចយ៉ាងនេះដូចយើងកាត់ទេអូអាមានកញ្ចប់ខាងលើនឹងឲ្យវាអូតូបង្កើតហ្នឹងមែនទេបាទចង់រឿងថាអឡូវទេថាចង់បានចំណេញជាមួយខែទៅតែខែពីវិញនេះទៅឲ្យបង្ហាញចំណេញខែពីវិញខេត្តព្រៃវែងមានម៉ាស៊ីនអានេះម៉ាស៊ីនចឹងមែនទេអត់ទេយើងចាំតែឡើងទៅផ្ទាំងនេះអូខេបាទយល់ឥឡូវយើងមើលតកតងតិន័យស្រូវអ្វីដែលយើងចង់បានបើយើងចង់បានខេត្តឬក៏ចង់បានតម្លៃបាទឥឡូវយើងចង់បានអីចេះឥឡូវចង់បានខេត្តចុះបាទចឹងខ្ញុំឲ្យវាឲ្យចឹងតែថាខេត្តណាមួយទៅប៉ុន្តែឲ្យជិះតម្លៃក្នុងថាខេត្តនេះមានមិនស្តុកទៅឲ្យជិះមកអូអាហ្នឹងគេប្រើ filter នេះឲ្យចង់បានប្រភេទហ្នឹងដើម្បីយកទៅធ្វើបំឡៃតែវាមិនញឹមទេអូយល់ចាំមកថាចង់បានជាឧទាហរណ៍ណាបាទឥឡូវនៅក្នុង AI នេះបាទយើងចូលនៅក្នុងហ្នឹងយើងបង្កើត app script អញ្ចឹងយើងចូលនៅក្នុង AI យើងដដែលហ្នឹងទៅបាទខ្ញុំដាក់ថាម៉េចខ្ញុំយើងបញ្ជាក់ទីមួយគឺបញ្ជាក់ចំណោទបញ្ហាដែលដូចបងបញ្ជាក់ខ្ញុំដែលចង់បានអីចឹងបាទអញ្ចឹងយើងបញ្ជាក់ពី AI នេះដាក់ថាម៉េចខ្ញុំចង់បានប៊ូតុងអាហ្នឹងគេហៅថាប៊ូតុងបាទចេះជាខ្មែរហ្នឹងទៅចង់បានប៊ូតុងអូតូជិះប៊ូតុងដំណើរការស្វ័យប្រវត្តិកំណត់ឬក៏រើសបាទរើសខេត្តបាទរើសខេត្តនៅក្នុង Google Sheet នៅក្នុង Google Sheet សម្រាប់ឬក៏ដើម្បីងាយស្រួលចឹងទៅបាទដើម្បីងាយស្រួលវិភាគទិន្នន័យតាមខេត្តទិន្នន័យតាមខេត្តដោយអូតូបង្កើត sheet តែម្ដងបាទ sheet តែម្ដងជាយើងនិយាយតាមការយល់ឃើញបាទពាក្យអូតូនេះប្រហែលជាវាអត់បង្កើតឲ្យខ្ញុំអាចបញ្ជាក់វាបន្តិចទៀតទៅឲ្យវាប្រើឲ្យគេកូដ .gs បាទដោយប្រើ
តែពិតប្រហែលជាវាធ្វើតែខ្ញុំខ្លាចខាតពេលវេលាខ្ញុំបញ្ជាក់វាមិនតិចទៀតទៅណាខ្ញុំដាក់ថាដោយប្រើកូដ .gs មួយកញ្ចក់តែម្ដងបាទមួយកញ្ចក់តែម្ដងឥឡូវខ្ញុំគិតថា AI វាឆ្លាតជាងខ្ញុំឲ្យវាជួយដាក់គំនិតអីទៀតដើម្បីឲ្យអាការងាររបស់ខ្ញុំនឹងកាន់តែមានប្រយោជន៍ទៀតដែរចឹងខ្ញុំបើកគំនិតឲ្យវាធ្វើបន្តិចចាស់ខ្ញុំដាក់ថាសូមអ្នកជួយរកគំនិតបាទគំនិតដើម្បីឲ្យរបាយការណ៍Google Sheet ដែលទាញពី form ដែលទាញពី Google Form ខ្ញុំបញ្ជាក់នេះដើម្បីដោយសារខ្ញុំសរសេរ Google Form នៅក្នុងហ្នឹងនៅក្នុង AI មួយហ្នឹងអញ្ចឹងខ្ញុំមិនបាច់បញ្ជាក់អីវែងឆ្ងាយទេខ្ញុំក៏បញ្ជាក់ថា Google Form ខាងលើហ្នឹងទៅបាទ Google Form ខាងលើសូមអ្នកជួយរកគំនិតដើម្បីឲ្យរបាយការណ៍ Google Sheet ដែលទាញពី Google Form ខាងលើកាន់តែងាយមើលតាក់ទាញមួយទៀតបាទវាចង់បានតាក់ទាញបាទអូខេខ្ញុំដាក់ប៉ុណ្ណឹងមានន័យថាកន្លែងនេះខ្ញុំចង់ឲ្យ AI ហ្នឹងវាប្រមូលគំនិតបង្កើតថ្មីកុំឲ្យតាមតែអ្វីដែលខ្ញុំបញ្ជាពេកពួកពេលខ្លះយើងគិតអត់ដល់យើងគិតបានមកជ្រុងចឹងយើងឲ្យវាជួយគំនិតយើងបានបន្តិចប៉ុន្តែគំនិតដែលវាដាក់មកពេលខ្លះក៏យើងអត់ពេញចិត្តដែរអត់ពេញចិត្តយើងឲ្យវាដូរមកបន្តិចបាទយ៉ាងហោចណាស់ក៏យើងបានឃើញគំនិតដែលវាគិតហ្នឹងយើងអាចនឹងយកមកបន្ថែមបន្ថយបានទៀតបាទអញ្ចឹងកន្លែងនេះអ្វីដែលខ្ញុំប្រើទី1គោលដៅខ្ញុំចង់បានប៊ូតុងចុចមានអក្សរមានអីអញ្ចឹងពាក្យកលឹះរបស់ខ្ញុំប្រើពាក្យសាមញ្ញនេះខ្ញុំប្រើពាក្យប៊ូតុងសម្រាប់រើសខែតដើម្បីបង្កើត sheet auto បាទនេះបង្កើត sheet auto ហើយខ្ញុំខ្លាចវាអត់ធ្វើវាអត់សូវយល់ខ្ញុំបញ្ជាក់វាឲ្យច្បាស់ទេខ្ញុំដាក់ថាប្រើកូដ .gs បាទកូដ .gs នេះគឺ script នឹងឯងបាទ JavaScript ឬក៏ App Script បាទអញ្ចឹងនេះវាចាប់ផ្ដើមបង្កើតឲ្យខ្ញុំហើយនេះណាវាចាប់ផ្ដើមដើរហើយអញ្ចឹងខ្ញុំរងចាំវាដើរអស់សិនចាំ copy តែបងប្រញាប់ copy ពេកគឺ copy អត់អស់ទេណាវាដាច់អញ្ចឹងវិធីសាស្ត្រ copy លឿនយើងមិនគួរអូសអញ្ចឹងទេខ្លាចចៃដន្យអូសទៅវាដាច់កន្លែងណាមួយបាទបងទៅមើលខាងលើបំផុតមើលខាងលើបំផុតបងឃើញកន្លែងនេះខ្ញុំស៊ូមឲ្យធំតិចនេះគឺនិមិត្តសញ្ញាហ្នឹងមានន័យថានិមិត្តសញ្ញា copy នឹងឯងបាទចុចបបក់ទៅអាហ្នឹងគឺមកទាំងអស់ហើយបាទមកទាំងអស់ហើយបាទបានប៉ុណ្ណឹងហើយការងាររបស់យើងបន្តគឺយើងចាប់ផ្ដើមចូលទៅកាន់ Google Sheet របស់យើងណានេះ Google Sheet ដែលយើងចង់បានវិភាគណាបងចូលបន្តនេះបងកន្លែងករណីនេះដដែលខ្ញុំអត់ដូចជាអត់ថ្មីទេណាបងចូលទៅកាន់ Google Sheet ហ្នឹងហើយបងធ្វើមកទៀតមានចាំមានចូលគេ extension ណានេះ extension បាទបងចូល extension ហើយចូលកន្លែង app script បាទអញ្ចឹងការបង្កើតអានេះខុសពី Google Form បាទ Google Form ហ្នឹងចូល app script ខាងក្រៅបើយើងនេះចូល app script នៅក្នុង Google Sheet ហ្នឹងតែម្ដងបាទនេះ extension app script បាទដដែលទេកន្លែងហ្នឹងយើងនឹងចេញកូដ .gs យើងនេះឃើញនេះមានអនុគមមួយហ្នឹងយើងលុបវាចេញដាក់กระดาษសស្អាតទេដដែលហ្នឹងបាទហើយបង Ctrl V មកចេញមកនេះបន្តទៀតធ្វើអីទៀតបាទកុំភ្លេចចុច save សិនណាអត់មាន deploy ទេអាហ្នឹងគឺចុច save
bà bịa thật deploy bên đây ta bảo họ với ai tới chi app tới chi website tới chi ấy nó tê bà chẳng dương mến tới chi app nó dương nơi càng nghe dương chẳng ở deploy tê bà dương check sale đấy ra nó chơi nhờ okខ្ញុំសូមចុច sale តែម្ដងហើយបន្ទាប់ពីចុច sale មកខ្ញុំអត់រ៉ាន់នៅកន្លែងហ្នឹងទេណាបងបើចង់រ៉ាន់ក៏បានដែរតែកន្លែងហ្នឹងដោយសារតែយើងបង្កើតប៊ូតុងអញ្ចឹងយើងចូលនៅកន្លែងនេះហើយវិធីសាស្ត្របងមើលមិនបានដឹងថាមានប៊ូតុងបងមើលកន្លែងនេះ on off pan ហ្នឹងមានន័យថាម៉េចមានន័យថាការបង្កើតប៊ូតុងនឹងឯងណា on off pan ហ្នឹងជាអនុគមវាសម្រាប់បង្កើតប៊ូតុងចឹងប៊ូតុងរបស់យើងមាននេះបាទមានរបាយការណ៍ស្រូវមានបង្កើត dashboard មានបង្កើតអីផ្សេងៗណាបងបើសិនជាកូនបងអត់មានកន្លែង on off pan ហ្នឹងទេមានន័យថាបងឲ្យ AI ទៅសេភាសាទៀតណាបាទអូខេហើយខ្ញុំចុច sale ហើយបងទាំងអស់គ្នាចាប់ផ្ដើមចូលទៅកាន់ Google Sheet យើងនឹងឡើងវិញបងអត់តន់ឃើញប៊ូតុងទេបងឃើញតែទេស្អាតណាដោយសារអីវាអត់តន់ refresh បាទមកដល់កន្លែងហ្នឹងបងចុច refresh បកមកណាធ្វើម៉េចក៏បានដែរ refresh ស្រួលទេមើល refresh ហើយនេះយើងឃើញនេះមានតែប៊ូតុងហ្នឹងបាទខ្ញុំចុចមកបាទជាធម្មតាទេដល់ពេលដែលយើងចុចលើកទី1គឺវាទាមទារឲ្យយើងចុចបើកអនុញ្ញាតសិទ្ធិជាមុនសិនបាទលើកទី1គឺដឹងឲ្យចេញអញ្ចឹងហើយបាទហើយលើកបន្តទៅទៀតគឺអត់មានទេបាទករណីហ្នឹងគឺដដែលទេបងយក advance ហ្នឹងទៅបាទយកខាងក្រោម unset ហើយយក continue តែខ្ញុំអត់ចាំជំហានទេកន្លែងហ្នឹងខ្ញុំចុចធ្វើឲ្យវាទៅមុខឲ្យអស់ទៅរួចបាទចេញមកប៉ុណ្ណឹងណាហើយបើសិនជាបងចង់ឲ្យចេញខេត្តមួយទៀតបងអាចទៅបញ្ជា AI ទៀតដាក់ថាខ្ញុំចង់បានបង្កើតគ្រប់ខេត្តទាំងអស់បាទហើយរបស់ខ្ញុំនេះខ្ញុំវាចេញបែបនេះដោយសារខ្ញុំចង់ឲ្យយើងរើសខេត្តនៅកន្លែងនេះវិញនេះជាមួយខ្ញុំស៊ូមវាទូចបន្តិចបាទព្រោះកាលណាបើយើងចេញច្រើនខេត្តក៏វាពិបាកដែលយើងអង្គុយនេះคลิกមក tab ពី tab វាពិបាកករណីនេះវាយើងរើសនៅនឹងហ្មងបងឃើញរើសទៅវាចេញនៅនឹងហើយយើងមិនបាច់ទៅដូរស៊ីតណាច្រើនទេវាបាទវាល្អជាងអ្វីដែលយើងដាក់ប្រហែល10ខេត្ត10ស៊ីតអាហ្នឹងក៏យើងធ្វើបានដែរ